មហាជនអ្នកលេងបណ្ដាញសង្គមពិសេសអ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកចំនួនអនឡាញកំពុងតែមានការភ្ញាក់ផ្អើលដោយមួយរយៈពេលចុងក្រោយនេះអ្នកចំនួនអនឡាញម្ដងដាកំពុងតែជាប្រធានបទក្តៅគគុកដែលមហាជនផ្ទុះការវិនិច្ឆ័យខ្លាំងដោយប្រមាណថ្ងៃចុងក្រោយនេះម្ដងដាទើបតែបង្ហោះវីដេអូសន្ទុកភ្នែកដោយទុកចិត្តមនុស្សខុសនាំឲ្យខាតបង់ប្រាក់និងបាក់ទឹកចិត្តនេះមកយកតាមការបង្ហោះសំណេររបស់ប្អូនស្រីម្ដងដាដែលមានគណនីឈ្មោះម៉ាដាមឆូដាបានបកស្រាយបែបនេះថាមានប្រហោងក្នុងខ្ញុំដឹងថាការផលនេះប្រកាសជាមានអ្នកពេញចិត្តនិងមិនពេញចិត្តម្ដងដាគាត់មានចំណុចល្អនិងចំណុចអាក្រក់របស់គាត់ទទួលស្គាល់រឿងខ្លះគាត់ឆ្លាតជ្រុលរឿងខ្លះគាត់ល្ងងជ្រុលបាត់បង់គ្រប់យ៉ាងតែខ្ញុំសូមលើកចំណុចខ្លះៗនៃរឿងរ៉ាវពិតខ្លះៗនៃជីវិតគាត់បានជួបដោយការនិយាយបំពេញខ្លះរបស់បងប្អូនមួយចំនួនពិតជាលើកខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរលើថ្នាំរាល់ថ្ងៃបងស្រីម្ដងដាបានលើកឡើងបែបនេះថាមុនពេលកូវីដបញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំណូលប្រហែល$50,000ផ្ដល់អររយៈពេលជាយូរខណៈសាងសង់អគារផលិតកូស្មេតិកនៅប្រទេសថៃត្រូវបានផ្អាកអំឡុងពេលកូវីដមានការសំណងយកថ្លៃសាងសង់រត់បាតចំពោះការបណ្ដាក់ទុនធ្វើគ្លីនិកកែសម្ផស្សផ្ទះជាមុខ3ល្វែកជាប់គ្នានេះក៏រួចជាស្រេចរួមទាំងឱសថមួយកន្លែងត្រូវផ្អាកមិនអាចដំណើរការដោយសារតែតម្លៃខ្ពស់ផលិតលេលើខ្លួនដាក់ខូលីស៊ីតែទីផ្សារខុសខាតអស់$80,000អាមេរិកនិងខំស្ដារទីផ្សារឡើងវិញជួ BA ចំណាយប្រហែល$2 ទៅ$30,000ក្នុងមួយខែលទ្ធផលខាតដើមអ៊ីវិនធំតារាបរទេសដូចជាលុយចោលបន្ថែមពីនេះនាងក៏បានបន្តទៀតថាម្ដងដាគាត់បានបែកបាក់គ្រួសារបងអារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែល20%គឺចាយទាំងអស់ដោយគ្មានចំណូលទៅធ្វើឲ្យគាត់ដើរដល់ចំណុចដូចរាល់ថ្ងៃនេះជាយូរមកហើយខ្ញុំសូមមិនចាញ់អ្វីទាំងអស់ព្រោះខ្លាចមនុស្សគេស្អប់និយាយបែបណាក៏ស្អប់ខ្ញុំសូមចិត្តបងប្អូនចោះព្រោះខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេរាល់ថ្ងៃសតែខ្ញុំម្នាក់ដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសគាត់បានព្រោះមនុស្សល្អៗដែលនៅជាមួយគាត់កំឡុងពេលគាត់មានបានរត់ចោលគាត់អស់ហើយ